ចាពុកម៉ែបងប្អូនដោយសារពេលម្សិលយើងទៅរកប៉ាអត់បានលុយណាពុកម៉ែបងប្អូនថ្ងៃនេះក៏ដូរវិធានការពុកម៉ែបងប្អូនក៏រត់តាមគេសុំគេមកឡើងស៊ីឈ្នួលគេណាពុកម៉ែបងប្អូនមកដាំដលងជ្វាពុកម៉ែបងប្អូននិយាយទៅថាគ្នាច្រើនណាស់3ភូមិចូលគ្នាតែម្ដងបងប្អូនភូមិបោះភូមិស្បាល់ភ្នៅម្នាក់10ម្នាក់10បងប្អូននិយាយថាមនុស្សច្រើនណាស់នេះក៏យើងឲ្យចាប់ដើមឲ្យជិះពីឡានមួយទៅឡានមួយបងប្អូនយើងមកដល់ស្យ៉ាងហើយយើងមកស៊ីឈ្នួលនៅខាងស្យ៉ាងណាបងប្អូនមកដល់ស្យ៉ាងក៏ចែកគ្នាកម្លាំងគ្នាខ្លះតនេះខ្លះតនោះប្រៃគេទៅប្រពល់មកគេមានដាក់តែមួយកលែងតែបងប្អូនមកដល់យើងគេចែកគ្នាឯនេះទៀតណាតែគេមានច្រើនអញ្ចឹងក៏គេគ្រាន់តែទៅប្រមូលមនុស្សដើម្បីមកធ្វើការឲ្យគេបងប្អូនដល់ពេលនេះគេមកដល់គេបែងចែកតនេះ5តនោះ10តនោះ2អីតាមតែកម្លាំងគេត្រូវការណាបងប្អូននេះក៏យើងចាប់ដើមហើយទៅឲ្យរេរ៉ាចែកគ្នាហើយនេះទៅខាងនេះនេះទៅខាងនោះគេប្រាប់ខ្ញុំមុនពុតត្បូងខ្ញុំប្រងនៅលើឡាននេះបងប្អូនដោយសារគេថាអ្នកថ្មីត្រូវទៅខាងនេះដល់ពេលខាងនោះខ្វះមនុស្សពិបាកចុះមកជិះឡានខាងនេះវិញបងប្អូននេះក៏យើងបានមកដល់កលែងហើយបងប្អូនមកដល់ក៏យើងឲ្យចាប់ដើមនាំគ្នារកកលែងហូបបាយហូបទឹកដោយសារជាការគេអត់មានខ្ទមមានអីទេបងប្អូនយើងនៅតាមកណាលវាលកណាលជាការណែបងប្អូនមានដូចខ្ទមស្រែយើងទេស្រែយើងខ្លះមានខ្ទមខ្លះអត់តែនេះអត់មានណាមានខ្ទមមួយទេបងប្អូនជាការរាប់ម៉ឺនហាត់ក៏អត់ឃើញមានខ្ទមទេនិយាយពីថាយើងក៏ចាប់ដើមនាំគ្នាទៅហើយរកកលែងហូបបាយឲ្យស្រួលបួលណាបងប្អូននេះក៏យើងមកដល់ហើយចាប់ដើមលាតបាយកញ្ចប់រៀងខ្លួនណាបងប្អូនព្រៃយើងមកស៊ីឈ្នួលគេហ្នឹងអត់បានគេអត់បានដាំបាយថាអយទេបងប្អូនយើងក៏វិចបាយវិចអីមកផ្ទះខ្លួនឯងមកហូបអីខ្លួនឯងណាបងប្អូនមួយថ្ងៃ25,000ទៀតបងប្អូនអើយនិយាយបើថាវាក្រិនជាងយើងទៅរកប៉ាបើគេអ្នករកបានគេរកបានប៉ាតែខ្ញុំរត់បានក៏អត់បាននឹងគេទេនេះគេចាប់ដើមបងប្អូននេះអានេះគេអង្គលគេឈូសដីនេះបងប្អូនខ្ញុំអត់ដែលឃើញទេអត់ដែលបានដាំគេអ្នកម្ដងទេបងប្អូននេះគេឈូសក៏យន់នឹងឈូសរូពេលអាវិកកងាក់កងអីនេះមានពូ2នាក់សម្រាប់តម្រៀបអុយត្រង់អុយស្អាតណាបងប្អូននេះក៏យាយខាងភូមិបោះភូមិភ្នៅកាត់ដើតម្រៀបដើដាក់អ្នកខ្លះក៏តម្រៀបដើមទៅអ្នកខ្លះក៏កាយលុបទៅបងប្អូននេះខ្ញុំនិយាយវាថាប៉ាំងបន្ទូចទល់ធំនេះខ្ញុំទៅទីលើកទី1ហើយមកឃើញគេដាំដលងមីណាដំឡូងជ្វាណាបងប្អូននេះខ្លះក៏ទម្លាក់ខ្លះក៏កាយលុបតែខ្ញុំមកបានធ្វើខាងដាំតែខ្ញុំខាងជះជីបងប្អូនខាងមេគេអុយខ្ញុំអុយជះជីណាតែយើងក៏3នាក់គ្រាន់តែជះជី2នាក់សម្រាប់តម្រង់ម្លងគេណាក្រៅពីនោះខាងខ្ញុំគ្នា23នាក់បងប្អូនក្រៅពីនោះក្តាំខ្លះអ្នកខ្លះក៏លុបដីបងប្អូននេះក៏យើងរួចរាល់អស់ហើយបងប្អូននិយាយថាភ្លៀងឯណាឡើងរងាបបបងប្អូននេះមុខម៉ែដែលយើងទៅរកស៊ីឈ្នួលជុំគ្នានេះយើងក៏បានមកជួបជុំគ្នាលើឡានដើម្បីមកផ្ទះវិញហើយបងប្អូនមកដល់ផ្ទះឡើងម៉ោង7យប់បងប្អូន